គ្នាជឿថានៅលើផែនដីយើងគឺមានកន្លែងមួយដែលធ្វើឲ្យនាវាជាមួយនឹងយន្តហោះបាត់ខ្លួនគ្មានដានគ្មានសល់មានសាសនាទាំងអស់ជាងមនុស្សបាត់ខ្លួនតាមមួយព្រិចផ្លែគឺបាត់មកអញ្ចឹងអ្នកនេះសាកសម័យមួយអ្នកនេះជាយន្តហោះចូលផ្លឹបបាត់ខ្លួនអត់ដល់មួយនាទីជានាវាចូលផ្លឹបបាត់ខ្លួនអត់មួយនាទីគឺបាត់គ្មានដានស្នាក់ស្នាមសល់តែម្ដងចាកន្លែងហ្នឹងគេហៅថាកន្លែងដែលមានឈ្មោះថា Bermuda Triangle ចឹងឥឡូវអ្នកនរគ្នាយើងមកចាប់ផ្ដើមមកស្គាល់ Bermuda Triangle តើវាទៅនៅទីណាអញ្ចឹង Bermuda Triangle ជាតំបន់មួយនៅមហាសមុទ្រអន្តឡង់តិចដែលมันក៏ជារាងត្រីកោណដែលកងភ្ជាប់ចំណុចសំខាន់ៗ3គឺជាមួយកោះថា Bermuda ជាមួយនឹងទីក្រុង Miami រដ្ឋ California ហើយនិងកោះ Puerto Rico អញ្ចឹងអ្នកនរគ្នាខ្ញុំសូមអធិស្ឋានមែនតើជាមួយនឹងការ pronunciation របស់ខ្ញុំគឺខ្ញុំអត់ដឹងថាខ្ញុំអានត្រូវខុសទេអញ្ចឹងបើសិនជាអ្នកនរគ្នាអាចចង់ដឹងយល់ស្វែងយល់បន្ថែមអ្នកនរគ្នាអាចចូលទៅ search បានដោយសារខ្ញុំនឹងដាក់អក្សរនឹងឲ្យអ្នកនរគ្នាអាចមើលបានពេលខ្លះខ្ញុំនិយាយទៅវាធ្វើឲ្យអ្នកនរគ្នាឆ្ងល់ថាខ្ញុំអានខុសទៅខ្លាចវាខុសជាមួយនឹងព័ត៌មានអ្នកនរគ្នាដែលធ្លាប់បានដឹងធ្លាប់ស្គាល់ពីមុនមកអញ្ចឹង Bermuda Triangle គឺមានផ្ទៃដី1លានគីឡូម៉ែត្រក្រេតែយើងមើលពីផែនទីទៅវាធម្មតាទេគឺជាមហាសមុទ្រអាត្លង់តិកមួយដែលមើលទៅធម្មតាធំលំនឹងល្ពើវាអត់មានអីចម្លែកអស្ចារ្យទេក៏ប៉ុន្តែនៅថ្ងៃទី5ខែធ្នូឆ្នាំ1945គឺមានករណីមួយដែលល្បីមែនតើដែលនៅក្នុងរដ្ឋអាមេរិកតែម្ដងគឺនៅថ្ងៃនោះយន្តហោះអាមេរិកចំនួន5គ្រឿងគឺបានហោះចេញពីរដ្ឋ Florida ដើម្បីធ្វើដំហាត់វឹកហាត់ធម្មតាទេក៏ប៉ុន្តែក្រោយមកទៀតអ្នកយន្តហោះហ្នឹងគេបានផ្ញើសារវិទ្យុមួយទៅដល់មនុស្សគ្រប់គ្នាគេបានភ័យខ្លាចមែនតើយើងហាក់ដូចជាមិនវិញផ្លូវត្រីវិស័យទាំងអស់គឺអត្តនាការទេហើយពួកគេហ្នឹងក៏និយាយថាពួកគេអត់ដឹងនៅទីណាដូចគ្នាដែរអញ្ចឹងបន្ទាប់ពីសារហ្នឹងហើយសម្លេងវិទ្យុហ្នឹងក៏បានបាត់ជារៀងរហូតទៅយន្តហោះទាំង5គ្រឿងគឺបាត់ខ្លួនគ្មានដានតែម្ដងអញ្ចឹងធ្វើឲ្យគេឆ្ងល់គ្រប់គ្នាថាហេតុអីបានបាត់ហើយគ្មានសល់ដាក់ដានអញ្ចឹងហើយក៏រដ្ឋអាមេរិកគឺក៏បានគេចាប់ផ្ដើមយកទៅជួយសង្គ្រោះបន្ថែមទៀតដែលបានបាត់ខ្លួនហ្នឹងគឺវាជារឿងចម្លែកមែនតើអញ្ចឹងកងទ័ពអាមេរិកក៏បានយកយន្តហោះទៅជួយសង្គ្រោះបន្ថែមទៀតទាំងអស់មានចំនួន27នាក់ក៏ប៉ុន្តែពេលគេជិះទៅដល់នៅតំបន់ហ្នឹងអត់ដល់បានប្រហែលនាទីទេគឺបានបាត់ខ្លួនទាំង7នាក់ហ្នឹងហើយជាមួយយន្តហោះមួយគ្រឿងហ្នឹងទៀតអញ្ចឹងវាធ្វើឲ្យមនុស្សគ្រប់គ្នាគេឆ្ងល់មែនតើថាកន្លែងហ្នឹងមានអីលាក់បាំងសំខាន់មែនបានមនុស្សចូលទៅបាត់ហើយអត់ចេញមកវិញបានBermuda Triangle ហ្នឹងគឺមិនមែនមានមួយករណីហ្នឹងទេគឺមានច្រើនករណីមែនតើអញ្ចឹងជាច្រើនសតវត្សមកច្រើនឆ្នាំមកគឺគេបានរាយការណ៍ថានាវានិងយន្តហោះជាច្រើនគឺបានបាត់នៅតំបន់ហ្នឹងតែបានបាត់ខ្លួនសូន្យតែម្ដងគឺអាចរកឃើញទេអញ្ចឹងអ្នកខ្លះគេបាននិយាយថាមុនពេលគេបាត់ខ្លួនហ្នឹងឃើញពលឺចម្លែកមួយនៅលើមេឃអញ្ចឹងអត់ដឹងថាវាពលឺអីគេទេគឺអាចបញ្ជាក់បានទេសារអ្នកនៅរស់ហ្នឹងគឺនិយាយគាត់ឲ្យគាត់និយាយថាភ័យខ្លាចគាត់អត់ដឹងថានិយាយអីត្រូវឲ្យប្រកបចឹងអ្នកខ្លះទៀតក៏បាននិយាយថាឧបករណ៍រុករោនិងត្រីវិស័យហ្នឹងស្រាប់តែបានធ្វើដំណើរការហ្មងពេលទៅដល់តំបន់ហ្នឹងទីអ្នករស់រានមានជីវិតវិញពួកគេនិយាយថាអ្នកខ្លះមានអារម្មណ៍ថាពេលវេលានៅកន្លែងហ្នឹងគឺដើរយឺតមែនតើឬបាត់បង់ទិសដៅទាំងស្រុងតែម្ដងអញ្ចឹងនេះហើយជាមូលហេតុដែលធ្វើឲ្យរឿងល្បីល្បាញមែនតើនៅតំបន់ហ្នឹងគឺតំបន់គ្រោះថ្នាក់បំផុតនៅលើโลกអ្នកនរគ្នាត្រូវដឹងថាតំបន់ Bermuda Triangle ហ្នឹងគឺតំបន់គ្រោះថ្នាក់បំផុតនៅលើโลกហ្នឹងពីច្រើនសតវត្សមកអ្នកវិទ្យាសាស្ត្រជាច្រើនទៀតគេបានស្វែងយល់ពីកន្លែងហ្នឹងប៉ុន្តែគឺគ្រាន់តែទ្រឹស្ដីទេវាមិនអាចមានផុសតាងជាក់លាក់ដែលចង់បញ្ជាក់ប្រាប់អ្នកគ្នាថាវាមូលហេតុពិតប្រាកដមួយគឺអត់មានទេគឺគ្រាន់តែទ្រឹស្ដីរបស់អ្នកវិទ្យាសាស្ត្រចឹងទ្រឹស្ដីទី1តទៅនឹងពីអាកាសធាតុអ្នកវិទ្យាសាស្ត្រជាច្រើនបានជឿថាតំបន់នេះមានព្យុះធំកើតឡើងឆាប់រហ័សចឹងមានន័យថារលកអាចធ្វើឲ្យខ្ពស់ឡើងខ្ពស់ហើយអាចលេបនាវាក្នុងរយៈពេលខ្លីបានចឹងទ្រឹស្ដីទី2តទៅនឹងឧស្ម័នមេតានេអ្នកជាសាស្ត្រជឿថានៅបាតសមុទ្រមានឧស្ម័នមេតានេចឹងបើឧស្ម័ននេះផ្ទុះឡើងវាធ្វើឲ្យបាត់បង់សមត្ថភាពទ្រទ្រង់ចឹងវាធ្វើឲ្យនាវាលិចលឿនជាងអ្វីដែលយើងគិតទៀតចឹងមានន័យថាយើងកំពុងតែលិចបាត់ហើយតែយើងគិតថាយើងនៅលើហ្នឹងគឺវាលិចលឿនមែនតើអ្នកនរគ្នាចឹងទ្រឹស្ដីទី3តទៅនឹងដែនមេតិច Bermuda Triangle មានភាពមិនប្រក្រតីជាមួយនឹងដែនមេតិចគេធ្វើឲ្យត្រីវិស័យនឹងបង្ហាញទិសខុសហើយជាមួយនឹងបាយយន្តហោះវាវែងតែម្ដងអញ្ចឹងទ្រឹស្ដីទី4គឺចាប់រំមែនតើជាមួយនឹងទ្រឹស្ដីហ្នឹងគឺល្បីខ្លាំងមែនតើតើតូនគេថាមនុស្សភពក្រៅបានមកកន្លែងហ្នឹងដើម្បីឲ្យស្រូបយកនាវាជាមួយនឹងហោះដល់ពេលណាគេហោះកាត់ហ្នឹងជីកាត់ហ្នឹងគឺ UFO ស្រូបអីអញ្ចឹងវាធ្វើឲ្យវាទ្រឹស្ដីមួយទៀតតើតូនគ្នាគេថាឃើញពលឺមួយតែអ្នកនរខ្ញុំនិយាយមុនហ្នឹងគេតើតូនឃើញពលឺមួយលើមេឃហ្នឹងគេអាចតើតូនអញ្ចឹងដែរទៅបានគេជឿថាប្រហែលជាមានអេលៀននិងមនុស្សភពក្រៅតើតូននឹងការបាត់ខ្លួនរបស់នាវាជាមួយនឹងយន្តហោះទាំងអស់ហ្នឹងអញ្
chân Yuda Triangle chỉ cần lại một đợt pop point đòi cầm băng mình tay nào cái này nhà vị trí xa cái bàn phi em sai chưa cho họ chỉ ra cho năm tay và tay sầm nô môi đại cây xưaนึงคืออะไรใช้บานเต้เดือดซาตายขมิ้นพอตังมวยนาเจ็ดเหลี่ยตากีชงอท่าตาเนี่ยจุกครูถนัดนั่นคือจิกจุกครูธรรมดาหรือกับมอเปียวใบกีชงอท่ามีนไอ้นั่นสมมตินั่นนึกกับดาวสมมตินั่นก็หมดหรือกับท่ามีน UFO แมนเต้นหรือก็มีนใบซากเนื้อของตักนั่งไงมาจีจื้อทางจังแต่คือยังไงปัจเจกบานตีซาตายคือยังอาจโจตดอนตีนังมันvàยังชีตุ๊กก็ยังเล็กยังจีนฮอกก็ยังบัดไว้เพลย์คือบัดอยู่ดอกแต่สำคัญคือบัดเฮ้ยคือซอศาสนาตีคือบัดแต่มัวแต่มาน้องมันนึกอดเคยศาสนาศาสดานไอ้กอดเมียนสโนว์ซอลไอ้ปีเนียวเวียปียันฮอกเกิดเมียนอ่ะจังหวะเธอมันรู้ช่างงานเหมือนกันฮะแต่การบัดครัวนั่งเวียแต่ซาตายครูทอมมาเจ็ดหรือก็ทำมาปีเมียนสัตว์จำไรหรือก็เอเลียนเหมือนกันจังเกียจำงอดอเลยคือเกียตอนฉลายมันเตวิจารณ์สถาบันเห็นเอาเนี่ยบักเตอร์จะโจมเราชนะไว้แต่เกย์อาจปลอจำไรเนาะเนี่ยบ้านจากนั้นยุคเนี่ยนุพิจารณ์คอยเจ็ดเรียนเนาะเนี่ย